ចាសូមជម្រាបសួរនឹងបងសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងមកបង្ហាញពីការកំណត់ប្រភេទនៃអុកស៊ីតអញ្ចឹងបងប្អូនមួយចំនួនគាត់បានរៀនរួចហើយនៅថ្នាក់ទី9មេរៀនទី1និយាយពីអុកស៊ីតប៉ុន្តែអត់ទាន់ចេះកំណត់ប្រភេទអុកស៊ីតទេអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងមកបញ្យល់លម្អិតអំពីការកំណត់ប្រភេទអុកស៊ីតហើយមុននឹងបញ្យល់អ្នកគ្រូបានឲ្យកំណត់សម្គាល់មួយអញ្ចឹងកំណត់សម្គាល់ហ្នឹងគឺដើម្បីបងប្អូនងាយស្រួលនៅក្នុងការមើលឬក៏ការកំណត់ប្រភេទអុកស៊ីតទី1គឺអុកស៊ីតរបស់យើងគឺមាន3អុកស៊ីតអាស៊ីតអុកស៊ីតបាសនិងអុកស៊ីតអង់ប្រូតេអញ្ចឹងអុកស៊ីតអាស៊ីតហ្នឹងអ្នកគ្រូកំណត់ឲ្យយើងចំណាំទី1គឺអលោហៈផ្សំជាមួយនឹងអុកស៊ីសែនមានន័យថាវាជាអុកស៊ីតអាស៊ីតហើយតោះទី2អុកស៊ីតបាសអញ្ចឹងអុកស៊ីតបាសគឺកំណត់សម្គាល់ថាលោហៈផ្សំជាមួយនឹងអុកស៊ីសែនគឺជាអុកស៊ីតបាសទី3អុកស៊ីតអង់ប្រូតេអញ្ចឹងអុកស៊ីតអង់ប្រូតេហ្នឹងដែរមានន័យថាធាតុ3នេះធាតុ3ហ្នឹងគឺជាអុកស៊ីតអង់ប្រូតេហើយបងប្អូនឲ្យតែឃើញធាតុ3នៅក្នុងរូបមន្តរបស់យើងគឺវាជាធាតុអុកស៊ីតអង់ប្រូតេហើយអញ្ចឹងដើម្បីឲ្យយើងយល់កាន់តែច្បាស់អ្នកគ្រូមានឧទាហរណ៍4យកមកបង្ហាញអញ្ចឹងដើម្បីកំណត់វាបានក៏ទី1បងប្អូនត្រូវមើលសិនតើធាតុនៅខាងមុខនេះជាលោហៈឬក៏អលោហៈអញ្ចឹងយើងត្រូវដឹងទាំងអស់គ្នាទី1កាល់ស្យូមអុកស៊ីតអញ្ចឹងបងប្អូនមើលកាល់ស្យូមយើងដឹងហើយថាវាជាលោហៈត្រូវអត់បើវាជាលោហៈតើចូលប្រភេទអុកស៊ីតមួយណានេះប្រកាសជាអុកស៊ីតបាសហើយត្រូវអត់លោហៈផ្សំមួយអុកស៊ីសែនអញ្ចឹងវាជាអុកស៊ីតបាសកំយើងកំណត់បានហើយវាជាអុកស៊ីតបាសតោះទៅមើលខកាបូនីអុកស៊ីតអញ្ចឹងតើកាបូនីអុកស៊ីតធាតុដែលនៅខាងមុខនេះវាជាប្រភេទអីគេលោហៈឬក៏អលោហៈបើវាជាអលោហៈមានន័យថាវាជាអុកស៊ីតអាស៊ីតដែលសម្គាល់ថាមានអលោហៈផ្សំមួយអុកស៊ីសែនអញ្ចឹងយើងអាចកំណត់បានទៀតហើយគឺអុកស៊ីតវាជាអុកស៊ីតអាស៊ីតតោះវាជាអុកស៊ីតអាស៊ីតដល់យើងកំណត់បាន2ត្រូវអត់អញ្ចឹងហើយចុះកគេថាអាលុយមីញ៉ូមអុកស៊ីតអញ្ចឹងបងប្អូនប្រកាសជាបានឃើញហើយថាធាតុដែលជាអាលុយធាតុដែលជាអុកស៊ីតអង់ប្រូតេហ្នឹងគឺមាន3ទី1មានអាលុយមីញ៉ូមហ្នឹងហើយអញ្ចឹងយើងមិនបាច់មើលវែងឆ្ងាយមិនបាច់មើលថាតើអាលុយមីញ៉ូមនៅខាងមុខជាលោហៈឬក៏អលោហៈទេយើងសម្គាល់បានថាវាជាអុកស៊ីតអង់ប្រូតេវាជាអុកស៊ីតអង់ប្រូតេហើយចុះខរបស់យើងស័ង្កសីអុកស៊ីតអញ្ចឹងនៅក្នុងស័ង្កសីអុកស៊ីតហ្នឹងបងប្អូនអ្នកគ្រូទុកជាអឺទុកឲ្យបងប្អូនជាអ្នកឆ្លើយនៅក្នុងខាងក្រោមវីដេអូតើស័ង្កសីអុកស៊ីតហ្នឹងវាជាអុកស៊ីតអីគេប្រភេទអីគេអញ្ចឹងបើមានចម្ងល់ឬក៏មិនច្បាស់នៅត្រង់ចំណុចណាអាចសាកសួរនៅខាងក្រោមវីដេអូបានចាសូមអរគុណ